ខ្លីពីរជូនទៅដល់ប្រិយមិត្តអ្នកស្ដាប់របស់យើងបាទអញ្ចឹងព័ត៌មានខ្លីទី1គឺ drone ថៃធ្លាក់នៅវេលាម៉ោង 8 យប់នៅក្រុងប៉ោយប៉ែតបាទអញ្ចឹងបើតាមសារព័ត៌មានដើម7គឺគាត់បានព័ត៌មានមួយគឺថាយោងតាមខ្លឹមសារបង្ហោះពី page Re Idea បានបង្ហាញថា drone ថៃធ្លាក់នៅម៉ោង 8 យប់នៅក្រុងប៉ោយប៉ែតគឺជា Dominator HP ដែលជា drone ខ្នាតធំរបស់ប្រទេសថៃមានតែ3គ្រឿងគត់ដែលថៃបានចំណាយលុយជាង$57 លានក្នុងការអភិវឌ្ឍវាទិញហ្នឹងណាបាទដែលចែកទៅក្នុងមួយគ្រឿងគឺមានតម្លៃរហូតដល់$9 ទៅ$10 លានអាមេរិកឯណោះបាទការថែទាំគ្រឿងបន្លាស់ការដឹកជញ្ជូនការវឹកហាត់ចំណាយ$27 លានបាទសម្រាប់3គ្រឿងនេះពីប្រទេសអ៊ីស្រាអែលបំពាក់បច្ចេកវិទ្យាជាង$30 លានពីប្រទេសមិចស៊ិកសម្បកតួលាយលោហៈតម្លៃ$4 លានអាមេរិកក្នុងមួយគ្រឿងអញ្ចឹងសរុបមកក្នុងមួយគ្រឿងតម្លៃវាគឺ$9 ទៅ$10 លានអាមេរិកនឹងធ្លាក់មួយនៅប៉ោយប៉ែតដែលនាំឲ្យថៃនៅសល់តែ2បាទអញ្ចឹង drone នេះគឺប្រភេទទំនើបដែលមានតែ3ទេនៅក្នុងប្រទេសថៃបើតាមសារព័ត៌មានដើម7របស់យើងអញ្ចឹងការធ្លាក់នេះគឺអត់ទាន់បានបញ្ជាក់ថាធ្លាក់ដោយសារកម្ពុជាជាអ្នកបាញ់ធ្លាក់ឬក៏មានបញ្ហាបច្ចេកទេសនៅឡើយទេហើយខាងភាគីថៃក៏គេអត់ទាន់ឃើញផ្សាយព័ត៌មានអីដែរពាក់ព័ន្ធមួយ drone ធ្លាក់នេះអញ្ចឹងយើងនឹងតាមមើលព័ត៌មានលម្អិតជាពិសេសទៅពេលខាងថៃផ្សាយបើសិនជាមានការបកស្រាយណាមួយខ្ញុំនឹងយកមកបង្ហាញបន្ថែមទៀតខ្ញុំបានដកស្រង់ចេញពី Al Jazeera ដែលជាព័ត៌មានក្រៅស្រុកមួយបាទអញ្ចឹងខ្ញុំសូមធ្វើការសង្ខេបទេណាបាទអញ្ចឹងតាមសារព័ត៌មាននោះគឺគេបាននិយាយថាកម្ពុជាយើងធ្វើការចោទប្រកាន់ទៅលើភាគីថៃដែលបានទម្លាក់គ្រាប់បែកលើតំបន់កាស៊ីណូនៅក្នុងក្រុងប៉ោយប៉ែតបាទអញ្ចឹងយើងដឹងហើយគឺថៃបានទម្លាក់គ្រាប់បែក2គ្រាប់ទៅលើក្រុងប៉ោយប៉ែតរបស់យើងដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋយើងនៅខាងប៉ោយប៉ែតជាខ្លាំងបាទហើយកាស៊ីណូយ៉ាងហោចណាស់4កន្លែងនៅក្នុងកម្ពុជាយើងគឺត្រូវការបានខូចខាតបាទจะមានកាស៊ីណូ4កន្លែងហ្នឹងដែលត្រូវបានថៃទម្លាក់ខំលេសថាជាកន្លែង scam ចំនួនថ្មីបានបណ្ដាលឲ្យមនុស្សស្លាប់និងប្រជាពលរដ្ឋប្រហែល80,000 នាក់ត្រូវបានផ្លាស់ទីលំនៅបាទអញ្ចឹងនេះទាំងខាងថៃទាំងខាងយើងបាទហើយកម្ពុជាបានបិទព្រំដែនជាវិធានការស៊ីវិលខណៈការធ្វើដំណើរតាមអាកាសនៅតែអាចធ្វើបន្តបានកិច្ចព្រមព្រៀងផ្អាកបាញ់ដែលបានអះអាងត្រូវបានថៃបដិសេធហើយការប្រយុទ្ធនៅតែបន្តចិនផ្ញើទូតពិសេសមកជួយសម្របសម្រួលដើម្បីសន្តិភាពបាទអញ្ចឹងមកតាមការចុះផ្សាយរបស់ Al Jazeera គឺគាត់បានសង្ខេបព័ត៌មានប្រហែលថ្ងៃនេះដែលមានការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃយកមកដាក់ចូលក្នុងសារព័ត៌មានរបស់គាត់បាទអញ្ចឹង Al Jazeera គឺគាត់សេបានល្អនៅក្នុងព័ត៌មានពេញរបស់គាត់បាទអញ្ចឹងបើអ្នកទាំងអស់គ្នាចង់អានជាភាសាអង់គ្លេសចាំមើលខ្ញុំដាក់ link ចូលទៅក្នុងនេះបាទអញ្ចឹងការសង្ខេបព័ត៌មានរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទអរគុណ